កាលពីថ្ងៃចូលឆ្នាំថ្ងៃទី3ហ្នឹងថ្ងៃចុងក្រោយបានបុកលហុងប្រគេនលោកបងប្អូនហើយលហុងហ្នឹងលហុងលោកនឹងឯងអត់បានទិញពីក្រោមទៅទេព្រោះអត់នឹកឃើញថាចង់បុកលហុងចង់អីទេទិញតែសាច់អីទៅធម្មតាទិញបន្លែផ្សេងទៅដែរប៉ុន្តែអត់ចាប់អារម្មណ៍ថាលហុងលោកមានច្រើនទេដល់ឡើងទៅដល់ឃើញតំណាំលោកតំណងល្អពេកក៏បែកកណិតបុកលហុងហើយដូចបងប្អូនឃើញតំណាំរបស់លោកផ្លែផ្កាពេញហ្នឹងណាមានខ្មៅមានតំណាំអីសពគ្រប់បែបយ៉ាងហ្នឹងណាដីនៅតំបន់ហ្នឹងពីដំបូងឡើយគឺថ្មសុទ្ធទេដីដែលលោកដាំតំណាំហ្នឹងគឺលោកកាយយកមកទប់ទាំងអស់កាយដីផ្សេងយកមកដាក់ចាក់ពីលើថ្មហ្នឹងហើយលោកដាំតំណាំហើយធំណាដីហ្នឹងអូខ្ញុំទៅសើព្រះអង្គលោកអាសាលោកទប់ដីទប់អីហ្នឹងដើម្បីដាំតំណាំទុកឆាន់ណាហើយនេះគាត់លោកចាធួគាត់លោកមួយគាត់នេះពីដំបងឡើយទូចទេកន្លែងចក្រានបាយហ្នឹងលោកគង់នៅនឹងសឹងនៅនឹងផងឆាន់ដាំចក្រាននៅនឹងផងដល់ពេលទៅរៀងជើងអៀតលោកពង្រីកទៅខាងសាលាខាងនោះខាងមានការ៉ូនោះដល់ពេលពង្រីកដំបងលោកគង់នៅបានប៉ុន្តែញាតញោមអាសាឡើងមកលេងពេកវាជើងអៀតអត់មានកន្លែងឲ្យញាតញោមសម្រានក៏លោកពង្រីកមកសងខាងពង្រីកទៅសងខាងទៅហើយអាក្រោខៀវហ្នឹងខ្ញុំដើររទៅមុំឲ្យត្រូវឲ្យលោកកាលមុនដើររពេញនៅអាក្រោខៀវហ្នឹងព្រោះក្រោសេរីចាស់ហើយនៅពេញគេអត់និយមក្រោបែបហ្នឹងទេអញ្ចឹងទៅយើងលោកពង្រីកកន្លែងយើងចង់ឲ្យបានក្រោពណ៌ដូចគ្នាទៅកុំឲ្យវាឃើញកលេកាឡាច្រើនពេកណាហើយទៅមុំរកឲ្យបានហ្នឹងឡើងដើររឡើងមួយខែហើយដល់ពេលខាងចក្រានបាយនេះគឺលោកពង្រីកថែមទៀតដោយសារពីមុនដីវាក៏ហុកវាអត់ស្មើទេខ្ញុំមានវីដេអូកាលនៅចក្រានបាយចាស់ដែរចាំខ្ញុំបង្កាត់វីដេអូចាស់បង្ហោះបន្ថែមជូនបងប្អូនមើលហើយលោកប៉ិនធ្វើណាខ្ញុំទៅសារកន្លងលោកកន្លែងតាំងអស់ហ្នឹងគឺលោករៀបចំមកខ្លួនឯងទាំងអស់ហើយធម្មតាធ្វើកុដយើងត្រូវការខ្សាច់ត្រូវការស៊ីម៉ង់ហើយស៊ីម៉ង់យើងទិញមកពីក្រុមថ្លៃហើយថ្លៃស៊ីម៉ង់មិនថ្លៃទេប៉ុន្តែដោយសារកុដលោកនៅក្នុងព្រៃជ្រៅអញ្ចឹងថ្លៃលីវារៀងថ្លៃដែរព្រោះបងខាងសហគមន៍គាត់ប្រើកម្លាំងខ្លាំងដែរលីស៊ីម៉ង់ឡើងណាហើយអញ្ចឹងទៅលោកក៏តកាយខ្សាច់កាយអីមកខ្លួនឯងហើយក៏អត់មានបច្ច័យអីជួលជាងអីមកធ្វើដែរគឺព្រះអង្គធ្វើខ្លួនឯងទេពេលខ្លះលោកជួលខាងសហគមន៍នឹងជួយធ្វើដែរប៉ុន្តែភាគច្រើនគឺលោកធ្វើខ្លួនឯងសកម្មភាពរាល់ថ្ងៃគឺអញ្ចឹងបងប្អូនខ្ញុំធ្វើម្ហូបហើយទៅចែកជាមួយលោកគង់នៅចិត្តនឹងអញ្ចឹងពេលព្រឹកលោកអានសភៅធម៌បើអត់អានសភៅទេគឺទៅចែកជាមួយញាតិញោមជាមួយខ្ញុំអីហ្នឹងឬក៏សួរនាំធម៌មានចម្ងល់ថងណាអីក៏លោកឆ្លើយនៅពេលហ្នឹងដែរពេលខ្ញុំទៅភាគច្រើនខ្ញុំអត់ទិញម្ហូបពីពេញទៅដល់ខេត្តព្រះវិហារខ្ញុំទៅផ្សារនៅខាងក្រុងព្រះវិហារហ្នឹងយើងដើរទិញអីវ៉ាន់ទៅទិញបន្លែទិញសាច់អីទៅហើយបានយើងមកខាងសហគមន៍ទាំងយូនទៅហើយឲ្យបងខាងសហគមន៍ហ្នឹងគាត់ជួយលាអីវ៉ាន់ជូនយើងឡើងទៅខាងលើហើយថ្ងៃហ្នឹងទៅអត់មានមន់ខ្ញុំទៅថ្ងៃចូលឆ្នាំហ្មងអញ្ចឹងទៅខ្សោះអ្នកលក់អត់សូវមានអ្នកលក់ក៏ទិញបានតែសាច់គោហើយនិងសាច់ជ្រូកហើយដល់អញ្ចឹងទៅជាបុកលហុងរបស់យើងនេះអត់មានមន់មកផ្ទាប់ជាមួយទេក៏ទៅជាជៀនសាច់ជ្រូកដាក់ផ្ទាប់ជាមួយវិញទៅធ្វើមិនឲ្យតែបានសាច់ច្រើនប្រគេនលោកទៅព្រោះជាធម្មតាក៏លោកអត់សូវឆាន់ច្រើនដែរតែញាតិញោមទៅអញ្ចឹងញាតិញោមប្រគេនទៅក៏លោករៀងឆាន់តាមចំនួនយើងដាក់ប្រគេនអញ្ចឹងណាលោកចេះថាដែរថាញោមឯងមកកាពះអាត្មារីចេះពេលញោមឯងទៅកាពះអាត្មាស្វិតវិញហើយប៉ុន្តែលោកអត់មានសៅមងអីទេព្រោះលោកទៅបដិបត្តិធម៌អញ្ចឹងស្វែងរកស្ងប់ស្វែងរកសុខអញ្ចឹងណាពេលយើងទៅប្រគេនចង្ហាន់យូរម្ដងអញ្ចឹងលោកផ្លាស់ប្ដូរបរិយាកាសដែរអញ្ចឹងណាមានមនុស្សមានអីដែរអញ្ចឹងបើសិនជាអត់មានញាតិញោមឡើងទៅលោកគង់នៅតែឯងបងប្អូនឃើញម្ដងខ្ញុំមានប្រគេនចង្ហាន់លោក2អង្គមានព្រះអង្គកែវដែលស្លៀកបួសក្នុងវិស័យពុទ្ធសាសនាស្លៀកស្បង់ក្រហមហើយនិងលោកបងចននេះបួសក្នុងវិស័យព្រហ្មញ្ញសាសនាស្លៀកស្បង់អីសីលោកនៅកុដផ្សេងគ្នាណាបងប្អូនអញ្ចឹងកន្លែងដែលខ្ញុំស្នាក់នៅហ្នឹងគឺកុដលោកបងកែវហើយកុដលោកបងចននេះនៅចិត្តគ្នានឹងដែរហើយថ្ងៃនេះធ្វើចង្ហាន់ហើយអត់បានថតលោកឆាន់ទេដោយសារបញ្ញាប់រៀបចំអីវ៉ាន់ចុះមកវិញព្រោះយើងថ្ងៃចុងក្រោយខ្ញុំត្រូវចុះមកវិញដែរហើយលោកក៏ជូនដំណើរយើងលោកមានការចុះមកក្រោមទិញអីវ៉ាន់ទិញអីដែរក៏ចុះមកទាំងអស់គ្នាចាហើយនិយាយមួយថ្ងៃភ្លេចបញ្ជាក់ប្រាប់បងប្អូនភ្នំនៅខ្ញុំទៅហ្នឹងគឺភ្នំត្បែងមានជ័យនៅខាងព្រះវិហារបងប្អូនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ